អ្នកទាំងគ្នាអាចបង្កើត QR code ទុកប្រើប្រាស់ខ្លួនឯងបានដោយឥតគិតថ្លៃបាទជាដំបូងអ្នកទាំងគ្នាចូល Google មក search website មួយឈ្មោះ QR code monkey បាទអញ្ចឹង website ហ្នឹងវា load មកនៅលើគេហ្នឹងបាទបន្តមកទៀតអ្នកទាំងគ្នាចុចលើវាចូលមកបាទអញ្ចឹងយើងចូលទៅដល់ website QR code monkey ហើយអ្នកទាំងគ្នាដាក់ link បាទ link របស់គេនេះយើងលុបចេញទៅយើងដាក់ link របស់យើងចូលបាទអញ្ចឹង QR code គឺជាការប្រកប link អញ្ចឹងខ្ញុំមាន link មួយ link Telegram បាទអ្នកទាំងចង់ដាក់ link អីក៏បានដែរ YouTube Google Map បាទអញ្ចឹងខ្ញុំដាក់ link Telegram របស់ខ្ញុំពេលគេ scan ទៅគេឆាត់មកតាម Telegram របស់ខ្ញុំហើយយើង pass link នឹងចូលមកបាទហើយយើងដាក់ទៅកន្លែង link ហ្នឹងទេកន្លែងពណ៌យើងមិនបាច់ដាក់ទេបាទបន្តមកទៀតមាន add logo បាទអ្នកទាំងនេះមាន logo add logo មកដើម្បីដាក់ logo របស់យើងណាបាទខ្ញុំដាក់ logo សាលារបស់ខ្ញុំអញ្ចឹងទៅបន្តមកទៀត logo ជើងចូលហើយបន្តអ្នកទាំងគ្នាចុចឲ្យ create QR code មកពេល create ហើយអ្នកទាំងគ្នាអាច select size វាបាទចង់យកគុណភាពខ្ពស់ឬអត់ហើយចាំ download PNG មកបាទអញ្ចឹងវា download ចូលកន្លែង folder download របស់យើងហើយបាទចាំវាបន្តិចចឹងពេល download ទេអ្នកទាំងគ្នាចូលមើលទៅបាទចូលមើលនៅក្នុង folder download របស់យើងទៅឃើញទេបាទវាជារូបភាព PNG អញ្ចឹងអ្នកទាំងគ្នាអាចបើកមកហើយអាច send ឲ្យគេឬក៏យើងអាចប្រើប្រាស់ខ្លួនឯងបានបាទចង់ print បញ្ជាំងអីចឹងបាទហើយកុំដូរ link បើសិនអ្នកទាំងគ្នាដូរ link គឺគេ scan អត់ទៅទេបាទ